đổ chương mùi mùi bông bồn bây giờ kết chậpពីថ្ងៃប្រកាសមកគឺបាន21ថ្ងៃតែបើយើងគិតចាប់ពីថ្ងៃដែលវាញាស់គឺទៅបានតែ20ថ្ងៃទេប្រហែលជាថ្ងៃបាន25ថ្ងៃអីប្រហែលជាអាចដុសដៃមុខខ្លះពួកឯងមានអារម្មណ៍ថាលើវាដុសជើងក្រោយចិត្តគ្រប់ដែរអាធំណាបើតូចយើងអត់គិតទេតែតង់យើងតូចដែរទេបងប្អូនប៉ុន្តែកូនកុកយើងច្រើនដែរបងប្អូនឃើញក្នុងវីដេអូទេសិតតែដៃថ្មីទេបងប្អូនខ្ញុំគឺដៃថ្មីឯងដូចគេនិយាយថាមកដៃថ្មីណាតែនេះអត់ទេអានេះកសកម្មដៃថ្មីមានន័យថាឆ្នាំទៅយើងប្រកាសបានជោគជ័យម្ដងហើយដែរប៉ុន្តែដល់ពេលយើងប្រកាសជោគជ័យបាន2ដងទៅមួយឆ្នាំណាមួយឆ្នាំយើងប្រកាសជោគជ័យបាន2ដងទៅស្រាប់តែប្រកាសក្រោយទៀតវាអត់ជោគជ័យដោយសារតែវាងាប់តែឥឡូវឆ្នាំហ្នឹងគឺយើងប្រកាសចាប់តាំងពីខែ2វាញាស់តាំងខែ2ប៉ុន្តែអត់ព្រោះទេបងប្អូនយើងអត់បានប្រើថ្នាំការពារទឹមតែមកដល់ខែ6ចុងខែ5គឺខ្ញុំចាប់ផ្ដើមប្រកាសមិនដឹងថាលើកទីម៉ានទេព្រោះយើងប្រកាសតាំងពីខែ2មកចុងណាស់មួយខែយើងប្រកាស3ដងអីហើយវានៅតែចេញពងដោយសារមេពូជយើងច្រើនណាយើងផ្លាស់ប្ដូរគ្នាប៉ុន្តែវានៅតែងាប់បន្តងាប់បានថែមួយអាទិត្យងាប់បានថែ10ថ្ងៃយ៉ាងយូរ10ថ្ងៃគឺងាប់តែឥឡូវសារនេះវាចូលចិត្តមួយខែហើយវា20ថ្ងៃហើយអត់ឃើញងាប់ទេវាបានដុះជើងក្រោយដោយសារយើងប្រើថ្នាំការពារដែរចឹងបើសិនបងប្អូនទៅមកកាត់ថ្មីអីយើងអាចរកទិញថ្នាំការពារពីកឋានធំដែលគាត់លក់គាត់ច្បាស់លាស់កឋានធំគាត់ច្បាស់លាស់ព្រោះអីគាត់មានបទពិសោធន៍ច្រើនឆ្នាំគាត់លក់កូនកែបដងរាប់ម៉ឺនរាប់សែនកូនកែបចឹងគាត់បទពិសោធន៍គាត់ខ្ពស់ហើយអញ្ចឹងការលក់របស់គាត់ច្បាស់លាស់ដែរចឹងខ្ញុំក៏ប្រើថ្នាំរបស់ពួកគាត់ដែរតែយើងមើលដែរកឋានណាស្មោះត្រង់ចាំយើងទិញពួកឯកឋានមួយចំនួនថ្នាំគាត់អត់ប្រើទេតែគាត់អាចលក់ឲ្យយើងអញ្ចឹងណាខ្ញុំសំដៅទៅលើកឋានមួយចំនួនដែលខ្ញុំធ្លាប់ជួបផ្ទះហ្នឹងហើយបងប្អូនអាយុកាលរបស់ប្អូននេះគឺ21ថ្ងៃយើងរត់ចាប់ពីថ្ងៃដែលបង្កាត់តែបើចាប់ពីថ្ងៃដែលវាញាស់គឺ20ថ្ងៃព្រោះវាចេញពងបានមួយថ្ងៃហើយវាញាស់ស្រស់អីចឹងណា24ម៉ោងអូខេអរគុណច្រើនបងប្អូនទាំងគ្នាសម្រាប់វីដេអូមានតែប៉ុណ្្នឹងបើសិនជាពេញចិត្តវីដេអូហ្នឹងអីកុំភ្លេចជួយ like ជួយ share ផងហើយបើសិនចង់បានចំណេះដឹងតាក់ទងនឹងការបង្កាត់កែបអីយើងថ្មីដូចគ្នាអញ្ចឹងណាយើងអាចរៀនពីគ្នាបានអញ្ចឹងបងប្អូនអាចសាកសួរព័ត៌មានបន្ថែមពីខ្ញុំក៏បានឬក៏អាចតាមដានព័ត៌មានឬក៏វីដេអូតាម YouTube ឬក៏តាម Page ក៏បានដែរអរគុណច្រើនជម្រាបលា